មានបងប្អូនខ្លះអត់ដឹងទេថាជនជាតិកូរ៉េពីមុនគឺគាត់លាបកញ្ចក់ដៃដោយប្រើផ្កាកញ្ចក់នាងកាលពីសម័យមុនកាលពីសម័យយាយគាត់នៅក្មេងអីគាត់លាបកញ្ចក់ដៃដោយប្រើផ្កាកញ្ចក់នាងនឹងកាលពីសម័យមុនហ្នឹងគឺដោយសារថាអត់មានថ្នាំកញ្ចក់ដូចឥឡូវតែតាមជំនឿពីបុរាណរបស់ជនជាតិកូរ៉េគឺគាត់ជឿថាជាប្រសិនបើលាបទឹកផ្កាកញ្ចក់នាងហើយវានឹងជាប់នៅលើកញ្ចក់រហូតដល់ព្រិលធ្លាក់លើកដំបូងគឺគេជឿថាមនុស្សម្នាក់ហ្នឹងនឹងជួបស្នេហាលើកដំបូងពិតប្រាកដអីចឹងហើយរហូតមកដល់ឥឡូវគឺគេធ្វើឡើងដូចថាធ្វើជាពិសេសអ្នកម្ដាយដែលមានកូនទូចៗនៅសាលាគឺមកវិញឃើញកញ្ចក់កូនហើយនៅរដូវហ្នឹងគឺឃើញកញ្ចក់កូនមានលាបពណ៌ទឹកក្រូចហ្នឹងហើយអញ្ចឹងគឺថាគេលាបធ្វើហ្នឹងដើម្បីរំលឹកអនុស្សាវរីយ៍កាលពីមុនដូចថាជំនឿពីបុរាណបែបប្រជាប្រិយរបស់គាត់មកពីមុននេះអញ្ចឹងហើយអ្នកខ្លះទៀតគាត់ថាវាដូចថាវាមិនមែនជាជំនឿអីទេតែគ្រាន់ថាកាលពីមុនហ្នឹងអត់មានថ្នាំកញ្ចក់អត់មានអីពេលស្រីៗគាត់ចង់លាបថ្នាំកញ្ចក់អីគាត់ចង់ស្អាតលម្អកញ្ចក់របស់គាត់គឺគាត់យកអាហ្នឹងមកលាបដោយសារថាវាជាប់បានយូរហើយពណ៌វាស្អាតវាអីអញ្ចឹងណាហើយការលាបកញ្ចក់បែបហ្នឹងគឺគេចាប់ផ្ដើមធ្វើនៅចុងរដូវក្តៅហើយបើតមកទៀតគេថាដូចថានៅរៀងដើមរដូវស្លឹកឈើជ្រុះចឹងណាបងប្អូនដោយសារថាវាផ្កាហ្នឹងវាមាននៅរដូវក្តៅបើសិនជាភាសាកូរ៉េគេហៅថាពុកសុងពងសុងងាបុលធឺរីគីចឹងណាហើយខ្ញុំនេះក៏ចាប់ផ្ដើមបើបុកវាជាមួយនឹងស្លឹកនិយាយទៅបុកផ្កាហើយនឹងស្លឹកបញ្ចូលគ្នាបន្តមកទៀតទៅយើងបុករៀងម៉ត់បាច់ចាំម៉ត់ខ្លាំងអីទៀតគឺយើងយកមកដាក់នៅលើកញ្ចក់របស់យើងហើយយើងរុំវាជាមួយនឹងថង់រុំថង់ហើយបើសិនជាបងប្អូនដូចថាបីរុំវាចឹងទៅយើងធ្វើការយើងធ្វើអីចឹងទៅវារំខានវាអីយើងរុំហើយយើងដេកមកព្រឹកឡើងយើងលាវាវិញអីចឹងខ្ញុំរុំឲ្យកូនទូចៗហ្នឹងគឺបើសិនជារុំឲ្យគាត់ដេកប្រហែលជាដូចថារៀងរំខានគាត់វាអាចថប់ដង្ហើមឬក៏វាលបោតហើយប្រឡាក់ភួយប្រឡាក់អីចឹងណាពេលចឹងវាពិបាកខ្ញុំក៏រុំឲ្យគាត់ពេលមុនងើបអត់ចង់រុំទេបងប្អូនអើយដោយសារថាពេលដែលយើងរុំធម្មតាទេពេលដែលយើងយកអីមករុំនៅចុងដៃគឺមានអារម្មណ៍ថាអូស្អស់ស្អាប់ថប់មិនតែខ្ញុំដូចថាខ្ញុំចង់បង្ហាញពីទំនៀមទម្លាប់វប្បធម៌មួយនឹងដល់បងប្អូនឲ្យបានដឹងចឹងណាពេលចឹងហើយខ្ញុំក៏រុំឲ្យគាត់តែមួយខាងទេហើយមួយខាងទៀតហ្នឹងគឺខ្ញុំទុកដៃគាត់ញ៉ាំបាយចឹងណាហើយបើកូនរាសីវិញគឺគាត់រុំអ្នកគ្រូរុំមកពីសាលាម្ដងហើយពេលចឹងហើយខ្ញុំក៏រុំឲ្យគាត់ថែមតែមួយទៀតទេប៉ុន្តែខ្ញុំរុំឲ្យរស្មីនេះគឺខ្ញុំរុំទាំង5ហ្មងម្រាម5ខាងឆ្វេងហើយម្រាម5ខាងស្ដាំហ្នឹងគឺខ្ញុំអត់រុំទេហើយរុំហ្នឹងគឺម្ចាស់គេអត់ចង់រុំទេបងប្អូនប៉ុន្តែខ្ញុំនិយាយថាខ្ញុំចង់រុំចង់បង្ហាញហើយរំលឹកអនុស្សាវរីយ៍របស់ជនជាតិកូរ៉េយើងត្រូវយល់ពីវប្បធម៌របស់គេដែរអញ្ចឹងណាវាអញ្ចឹងហើយខ្ញុំក៏រុំឲ្យគាត់ឥឡូវខ្ញុំរុំឲ្យគាត់ហើយយើងច្រកជាមួយនឹងស្រោមដៃថងហ្នឹងទៅកុំឲ្យវារបូតហើយវាប្រឡាក់អាវប្រឡាក់អីអញ្ចឹងណាហើយខ្ញុំក៏រុំខ្លួនឯងខ្ញុំរុំតែមេដៃមួយទេរុំទាំងអស់ដែរប៉ុន្តែដូចថាយើងរុំខ្លួនឯងម្នាក់ឯងអញ្ចឹងវាពិបាករុំណារុំដៃម្ខាងទាញម្ខាងទប់អីអញ្ចឹងទៅវាពិបាកយើងក៏រុំតែមួយហ្នឹងទៅហើយរុំបើសិនជារុំទុកមួយយប់គឺវាចេញបានល្អណាបងប្អូនប៉ុន្តែដោយសារយើងអត់មានពេលអត់អីចឹងគឺយើងរុំវាតែ1ម៉ោង2ម៉ោងអីបានហើយមកស្លម្ដងខ្ញុំស្ងោរក្បាលត្រីនឹងយកជាតិហើយបន្តមកទៀតយើងដាក់ម្សៅម្ទេសជាមួយនឹងផ្អកកំពឹសខ្ទឹមបន្តិចមកបន្តមកចាក់ទឹកត្រីហើយនឹងដាក់តៅហ៊ូចូលរួចរាល់មកម្ហូបខ្ញុំស្រួលទេហើយទឹកតរុំបន្តបាន1ម៉ោងត្រឹមត្រូវឯណាបងប្អូនខ្ញុំមកលាងកែវទៅក៏វាចូលទឹកចូលអីទៅវាលលងវាលបោតទៅក៏ចាប់ផ្ដើមទាញវាចេញមកហ្មងវាចូលបានវាចេញបានប៉ុណ្ណឹងណាបើយើងទុកវារៀងយូរមកបន្តិចវាចេញមកគឺវាចេញពណ៌រៀងដិតខ្លាំងពេកអញ្ចឹងវាជាប់បានយូរណាហើយរស្មីក៏ថាម៉ែអើយលបោតមួយបាត់ហើយខ្ញុំឃើញលបោតមួយហ្នឹងក៏ទាញវាចេញមកហើយក៏ដោះវាចេញមកហ្មងទៅខ្ជិលទុកទៀតដូចថាវារៀងនេះដែរវាចូលវាចេញពណ៌បានប៉ុណ្ណឹងដែរវាអញ្ចឹងហើយក៏ដោះឲ្យគាត់ទៅមកគាត់ដូចថាថប់ដង្ហើមបានដោះអញ្ចឹងនិយាយពីសវាយគាត់ចង់ដាក់ទេ